បងចង់ឲ្យបងជួយផ្ដល់ជាមតិយោបល់សម្រាប់បងប្អូនអ្នកទស្សនាវីដេអូជាពិសេសម្ចាស់ចការជាច្រើនដែលមិនទាន់ស្គាល់ profile 808របស់មហាសាកសិកម្មបងយល់មិនដែរបងចំពោះការប្រើប្រាស់ជាមួយនឹងផលិតផលមហាសា808នេះពោះផលិតផល808នេះយើងប្រើកន្លងមកគឺថាល្អវាជួយព្យាបាលជំងឺបោះទឹកបាទបោះទឹកពាក្យច្រើនគឺព្យាបាលសក់សិតហ្មងហើយអាលួយផ្លែអាលួយរឹសអីគឺព្យាបាលជាបាទយើងប្រើកន្លងមកគឺមើលឃើញថាប្រកែមែនកន្លងមកយើងអត់ដែលប្រើហ្នឹងបោះញោមហ្នឹងបោះទឹកវាសឹងគ្រប់ដើមហើយដល់យើងប្រើបោះមហាសាល808នេះយើងឃើញថាចការញោមហ្នឹងបើបោះទឹកបាត់ចង់90%ហើយបាទចុះក្នុងពេលបច្ចុប្បន្ននេះតារ៉េនបងកំពុងផ្លែនេះតើមានជំងឺអត់បើនិយាយតាមត្រង់បាទអត់អីទេអត់មានជំងឺដោយសារខ្ញុំប្រហែលអត់បានបាញ់វាប្រហែលជាមួយខែអញ្ចឹងវាមានផ្លែថប់ប្រហែលជា 4-5 ផ្លែបាទដោយសារផ្លែហ្នឹងវាជាប់ដីទៀតបាទជាប់ដីតើតោងជាមួយនេះការសម្អាតខ្លោមគល់មកប្រើមុនបងអត់បានបាញ់ការពារត្រៀមវាជាមុនណាបាទប៉ុន្តែទទួលស្គាល់ថាក្រោយពេលប្រើហើយហ្នឹងគឺថាជំងឺលើដើមក៏មានលើផ្លែក៏មានក្នុងប្រព័ន្ធឫសក៏មានបាទអត់អីអត់មានទេពូយើងផ្លែយើងកន្លងមកយើងវាសបោតែឆ្នាំទៅខ្ញុំបានប្រហែលជា500គីឡូផ្លែឈើផ្លែថប់ចង់ច្រើនបាទចាំតែយើងបាញ់សាបាញ់វាពីដើមដៃដែរយើងបាញ់ទៅវាអត់មានកាត់អីទេដល់ចុងក្រោយនេះយើងអត់បានបាញ់យាដៃយើងយាដៃអត់បានបាញ់វាទៅអញ្ចឹងប្រហែលផ្លែដែលវានៅកឹបដីមេឃទៀបក្រោមហ្នឹងវាឃើញមានមួយបាទថប់ផែជា5-6ផ្លែបាទអាហ្នឹងវាជាភាពទូទៅមួយចការណាក៏តែងតែមានដែរប៉ុន្តែបើបានយើងទប់ស្កាត់ប្រើ808នេះវាសឹងតែគ្មានហ្មងដូចជាការអតិជនយើងច្រើនកន្លែងសឹងតែឲ្យតែបានប្រើនេះជាប់អត់មានទេបងអត់មានហ្មងគ្មានពាក្យថាផ្លែស្អុយហើយឬក៏បោះតកៅវិញគាត់ការពារបានណាឲ្យតែគាត់មិនប្រហែសបាទកុំប្រហែសណាបងប្អូនយើងខ្លះបដោយខ្ជិលបដោយទៅតកៅស៊ីផ្លែឬក៏មាន file top លើផ្លែប៉ុន្តែឲ្យតែបានការពារបានជាមុនគឺមិនជាអ្វីទេនេះ profile 808របស់មហាសាគឺមានគុណភាពល្អអញ្ចឹងវីដេអូនេះសូមផ្ដាំផ្ញើទៅដល់បងប្អូនម្ចាស់ដេប៉ូជាច្រើនទូទាំង25រាជធានីខេត្តក្រុងបាទផលិតផលល្អខ្លាចអីលក់បងប្អូនណាបាទជាទីគាប់ចិត្តហើយមានកសិករច្រើនណាស់ដែលគាត់បានប្រើប្រាស់ហើយឃើញប្រសិទ្ធភាពដូចបងប្រុសលំគីមិញអញ្ចឹងវាគឺជាឱកាសនៃការរស់ស៊ីជាមួយគ្នាបងប្អូនម្ចាស់ដេប៉ូចង់បានផលិតផលមហា profile 808មហាសា profile 808អាចទំនាក់ទំនងឆាតសាកសួរទៅដល់ក្រុមការងារបច្ចេកទេសក៏ដូចជាក្រុមការងារផ្នែកលក់បាទអរគុណកសិកម្មមហាសាលចំណាយតិចចំណេញច្រើនកើនទិន្នផលនិងងាយស្រួលក្នុងការប្រើប្រាស់